បងប្អូនបាទថ្ងៃនេះអត់មានរបស់ពិសេសទេរបស់ដែលពិសេសគឺនៅក្នុងព្រៃទាំងអស់បានចូលទៅយកទៅសារលើភ្លៀងទៀតហើយអញ្ចឹងទៅមិនដឹងមិនគាត់ចេះចង់ឲ្យខ្ញុំថតលេងអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏បានយកមកប៉ះយកមកកាន់ថតលេងទៅហើយថ្ងៃនេះបានចែកជាវទៅឲ្យបងតាហ៊ានជួមុខតើបងតាហ៊ានជួមុខខ្ញុំបានផ្ញើព្រះអង្គខ្មៅនេះទៅទេខ្ញុំផ្ញើព្រះអង្គនេះខ្ញុំទៅជាវថ្មីមកទេហើយក៏ឲ្យគេស្រូបទៅស្រូបឲ្យអញ្ចឹងទៅខ្ញុំបានផ្ញើទៅបានពេលបាញ់គ្នាហ្នឹងហើយដល់ពេលបាញ់គ្នាហើយគាត់ថាគាត់អត់មានបច្ច័យគាត់ផ្ញើចែកជាវខ្ញុំវិញខ្ញុំក៏ចែកជាវវិញព្រោះជារបស់ខ្ញុំហើយរបស់នេះខ្លាំងបកែខ្ញុំហ៊ានធានាថាខ្លាំងបកែដោយសារគាត់ទៅហ៊ានទេខ្ញុំចែកឲ្យបើសិនគាត់អត់ទៅហ៊ានខ្ញុំចែកឲ្យហើយខ្ញុំក៏ចែកជាវពីគាត់មកវិញដែរឆ្លងកាត់សង្គ្រាមរួចហើយរបស់ដែលពិសេសមួយទៀតនេះរបស់នេះប្រេកតែម្ដងហើយរបស់នេះខ្ញុំធ្លាប់សាកហើយធ្លាប់បាញ់ធ្លាប់បោះធ្លាប់សាកមកចប់តែគាត់មានស្នាមទៅសៃស្នាមប្រេះពីមុនតែដល់ពេលឥឡូវវាបាត់ស្នាមប្រេះអស់ណានៅតែសៃសក់ទេដោយសារពីមុនមានស្នាមប្រេះឥឡូវបាត់អស់ហើយបាទនេះនៅស្នាមទៅសៃសក់បន្តិចអញ្ចឹងទេព្រោះពីមុនប្រេះខ្ញុំធ្លាប់ថតវីដេអូនោះប្រេះតែឥឡូវរកស្នាមប្រេះអត់ឃើញទេហើយរបស់នេះគឺធ្លាប់សាកច្រើនបាទធ្លាប់សាកតាហ៊ាននៅស្ទឹងត្រែងផងសាកផងអីផងហើយក៏ឥឡូវលែងមានណាបងប្អូនខ្ញុំធ្លាប់ថតពីមុនមកគាត់ប្រេះតែហ្មងឥឡូវគាត់លែងមានហើយទៅជាចង់បាត់អស់ហើយបាទទៅជាឃើញទេតែសៃសក់ហ្នឹងក៏លែងមានទៅជាដូចដុសម្រះដុសនឹងពួនមកហើយបាទផ្នែកនេះគឺពិសេសមែនតើណាធ្លាប់សាកធ្លាប់ប្រើគុំអស់ហើយបាទផ្នែកនេះខ្លាំងស្អាតមែនតើហើយស្រឡាញ់គាត់ប្រេកស្ទាបចឹងទៅមានចោទាំងសងខាងផ្នែកនេះស្រឡាញ់គាត់ខ្លាំងបាទខ្លាំងមែនតើខ្លាំងបកែគាត់ទៅជិះគ្រាប់បានបាទហើយមកគូមួយឈុតគាត់មានឈុតផងគាត់ហើយឈុតនេះវិញគឺពិសេសត្រង់ថាជាស្ដាច់កន្ទ្រាញហើយជ្រូកនេះប្រវែងចង់2ម៉ែត្រសោះមកយើងនិយាយអស់ទៅថាវាចូល170 180គីឡូតែខ្នាយគាត់ទូចហើយគាត់តៃសាអត់បាននេះទេអត់បានហើមស្អុយអីទេគឺយើងដើរជួបហ្មងហើយជួបនេះព្រានគាត់ធ្លាប់ឃើញបាទធ្លាប់ឃើញគឺធ្វើអីក៏មិនបានដែរបាញ់ក៏មិនផ្ទុះអីក៏មិនផ្ទុះដែរហើយបានមកដល់ដៃខ្ញុំនេះគឺពិសេសមែនតើបាទហើយខ្ញុំអត់បានចែកជាវទេខ្នាយហ្នឹងខ្ញុំអត់ចែកជាវដោយសារខ្នាយនេះពិសេសខ្ញុំអត់បានថតចែកជាវទេខ្ញុំក៏ចងទុកខ្លួនឯងតែអញ្ចឹងទៅបានពីព្រានមកភ្លាមខ្ញុំ5ប្រេងកុំឲ្យតែគាត់ធំបាត់ធំក្លិនទៅខ្ញុំចងទុកបាទពិសេសខ្នាយមានទូចក៏តែមានធំតែខ្នាយទូចអាវុធទូចបាទពិសេសខ្លាំងតែម្ដងហើយមួយអង្គនេះវិញខ្នាយទូចទេតែស្អាតហើយមានកណ្ដាញ់ក្បាលបាទខ្នាយនេះមានកណ្ដាញ់ក្បាលបាទខ្ញុំក៏បានចែកជាវកណ្ដាញ់មកហើយពិសេសមែនតើដែលខ្ញុំស្រឡាញ់គឺខ្នាយទូចមានកណ្ដាញ់ហើយក៏គាត់នឹងមានម្រះទាំងសងខាងហ្នឹងគឺមានតិចទាំងអស់តែខ្នាយទូចទេមិនទូចជាងមេដៃបទាយើងថា2ហ៊ុន3ចុះកុំឲ្យថា2ហ៊ុន4នេះអានេះគាត់បាន2ហ៊ុន4តែមៀតគាត់ធំតែខ្នាយទូចហើយនេះខ្នាយទូចស្អាតកោងអសរស៊ីស្អាតហើយគាត់មានម្រះទាំងសងខាងទាំងអស់ហ្នឹងគឺមានម្រះតិចណាតែស្រឡាញ់គាត់អីគាត់មានកណ្ដាញ់ក្បាលបាទគាត់មានកណ្ដាញ់ក្បាលហើយពិសេសទៀតនោះគឺមួយឈុតនេះខ្ញុំស្រឡាញ់ខ្លាំងដែរមួយឈុតនេះខ្ញុំអត់បានស្រូបអត់បានអីទេព្រោះរបស់ខ្លាំងយើងយកទៅស្រូបខ្លាចគាត់បាត់បង់អីមួយអញ្ចឹងខ្ញុំអត់ដែរបានយកស្រូបទេខ្ញុំយកមកចងហើយខ្ញុំធ្វើធីទៅហើយមាននឹងពួនថ្មសលៀងមាននឹងពួនទាំងសងខាងបាទហើយខ្នាយអត់មានទេតែជនជាតិគាត់រើសបានមកតា3អង្គនឹងតែហ្មងបាទថ្មសលៀងនេះប្រយុទ្ធបកតែថ្មសលៀងកាចខ្លាំងណាស់តែថ្មសលៀងឆែបចឹងហើយខ្នាយនេះក៏ឆែបខ្លាំងណាស់បានតែនេះទេហើយស្អុយដល់នោះស្អុយខ្លាំងខ្ញុំ5ប្រេងមកតែបាត់ស្អុយខ្នាយនេះពិសេសគេហៅថាភ្លើងអត់ឆេះដូចមួយអង្គខ្នាយទូចនេះក្ដាញ់ក្បាល
គាត់កណ្ដាញ់ក្បាលមានម្រះក៏តែលឿនឆេះហើយល្អថងថាខ្នាយប្រភេទទូចតែគាត់មានកណ្ដាញ់ក្បាលបាទពិសេសត្រង់នេះហើយនេះវិញខ្នាយមេកាធៀងធំតែខ្នាយទូចតែខ្លួនធំពិសេសចឹងហើយនេះវិញបាញ់ផ្ទុះបាញ់អត់ឆេះហើយនេះវិញខ្លងកាប់សង្គ្រាមហើយនេះក៏លំដាប់ពិសេសគេហៅថាខ្នាយលុយនេះខ្នាយលុយខ្នាយនេះបានគោរពថែសាមានលៀបមានជ័យបាទខ្នាយពិសេសមានតែមួយអង្គឯងស្ដេចបញ្ជុតហើយពិសេសមែនតើបានខ្ញុំយកមកគោរពថែសានេះគឺពិសេសអង្គអាចក្លាហានហើយមរះគេដុសរបៀបចឹងគេដុសចឹងហើយនេះខ្នាយវល្លិមើលខ្នាយវល្លិស្រុកខ្មែរខ្នាយវល្លិខ្មែរយើងណាជាប្រភេទខ្នាយវល្លិទូចតែស្អាតនេះខ្នាយវល្លិដែរមកគូនេះកាលនោះថ្មសលៀងដឹងទៅណាអស់ថ្មសលៀងមានទាំងអស់បានមកសិតតែមានឈុតធនគាត់នេះស្រឡាញ់ជាងគេខ្នាយដែរបាញ់ផ្ទុះនេះមិនថាស្រឡាញ់តែគាត់តែនេះក៏ស្រឡាញ់នេះក៏ស្រឡាញ់គាត់ថាខ្នាយបាញ់ផ្ទុះនេះឥឡូវនេះវាលែងមានស្នាមប្រេះកសៃសក់អីមើលលែងចង់ឃើញហើយបាទពិសេសមែនតើបាទបីនេះវិញអាយុកាលគាត់យូរឆ្នាំអើយមិនរៀបរាប់ទេគ្រាន់តែអាយុគាត់នឹងតាំងពីមុនអពតទៀតដែលខ្ញុំបានពីជនជាតិមកហ្នឹងគឺពិសេសខ្ញុំគោរពថែសាមកឃើញទូចឹងតែគេធ្លាប់ជូនបច្ច័យខ្ញុំដល់ទៅ2លាន3លានខ្ញុំអត់ចែកជាវមកគូហ្នឹងព្រោះអាយុគាត់យូរហើយខ្ញុំចេះតែទុកជារបស់បុរាណទៅបាទសូមអរគុណនេតិរៀងវែងដែរថ្ងៃនេះបាទណាសូមបញ្ចប់ត្រឹមនេះទៅរាំងភ្លៀងហើយមិនមកចូលព្រៃបន្តិចថ្ងៃហ្នឹងក៏រករបស់វត្ថុស័ក្តិសិទ្ធិបាទនេះកណ្ដាញ់ក្បាលក៏មានភ្លុកនៅសល់តែម្ដុំអើយភ្លុកសល់ម្ដុំហ្នឹងមានតែឈូសឲ្យតែមូលទៅចោះរុំទុកតែហ្មងទៅនេះភ្លុកនៅឥណ្ឌូកូរីបងប្អូនគ្រាន់ថាចំណិតភ្លុកយើងយកពិបាកខ្ញុំបានចំណិតភ្លុកវាមានតែប៉ុណ្្នឹងទេអត់បានធំទេដោយសារយើងអត់ដឹងថាម៉េចដែរហើយយើងអាចឆ្លាក់ជាព្រះអង្គបានហើយនឹងជានេះបានជាការចម្បាបានហើយកណ្ដាញ់ក្បាលបាទនឹងកណ្ដាញ់ក្បាលប៉ុណ្ណេះដែរបាទនេះកណ្ដាញ់ជ្រូករបស់ពិសេសមិនទាន់រលត់ដាក់ទេបាទជាកូនកណ្ដាញ់អញ្ចឹងសូមអរគុណជំរាបលាសុខសប្បាយលាបជ័យហេហេទាំងអស់គ្នាដែលខ្ញុំបញ្ញាប់ចូលព្រៃដែរថ្ងៃនេះហើយថ្ងៃហ្នឹងគាត់ចង់ឲ្យខ្ញុំប៉ះពាល់គាត់ខ្លាំងមែនតើហើយវីដេអូក៏រៀងវែងដែរ8នាទីអញ្ចឹងក៏សូមអនុមោទនាទាំងអស់គ្នាដើម្បីសទ្ធាជ្រះថ្លាហើយមានលាភមានជ័យទាំងអស់គ្នាសាធុ